បាទដូចខ្ញុំថ្ងៃនេះខ្ញុំសូមបង្ហាញពីប្រព័ន្ធគ្រប់គ្រងសិភៅសិក្សាគោលបាទអញ្ចឹងនៅពេលពិបាកមកគឺយើងមានផ្ទាំងពីរណាផ្ទាំងទី1គឺអ្នកគ្រប់គ្រងហើយផ្ទាំងទី2គឺថ្នាក់រៀននេះគឺសម្រាប់គ្រូបាទអញ្ចឹងគាត់ចូលតាមថ្នាក់មកហើយគាត់បញ្ចូលដើម្បីគាត់បំពេញនៅសិស្សខ្ចីសិភៅសិស្សសងសិភៅហើយនេះគឺអ្នកគ្រប់គ្រងសម្រាប់បណ្ណាល័យបាទអញ្ចឹងយើងចូលបណ្ណាល័យគឺមានលេខកូដរបស់គាត់បាទអញ្ចឹងចូលនោះគឺនឹងចេញបែបនេះណាអញ្ចឹងចំនួនសិស្សនេះគឺទី1គឺយើងចូលទៅកំណត់ទូទៅនេះបាទអញ្ចឹងយើងពេញមុខសាលាពេញnămភាសាអញ្ចឹងមកបាទហើយយើងពេញចូលថ្ងៃខែអញ្ចឹងមកណាបាទហើយបន្ទាប់ទៀតគូចូលទៅកំណត់ថ្នាក់បាទអញ្ចឹងការកំណត់ថ្នាក់នេះគឺគ្រូអាចទាញបាទអញ្ចឹងយើងអាចទាញមកមានថ្នាក់ណាយើងអាចទាញបានណាយើងមាន simple មួយមកបាទនេះណាគឺយើងទាញគំរូហើយទាញចូលមកណាបាទហើយមួយទៀតគឺយើងតងឈ្មោះសិស្សនេះបាទអញ្ចឹងឈ្មោះសិស្សនេះក៏ទាញបានដូចគ្នាណាលោកគ្រូមាន file Excel ហើយគឺគ្រូចុចទាញជាគំរូហើយលោកគ្រូចុចចូលទាញមកណាបាទហើយមួយទៀតបាទអញ្ចឹងតកតងជាមួយនឹងក្រាគ្រប់គ្រងសិភៅបាទនេះគឺបាទអញ្ចឹងគឺគ្រូអាចបញ្ចូលបានណានេះដោយសារខ្ញុំប្រដាក់សិនទេខ្ញុំអត់តនេះទេអញ្ចឹងគ្រូអាចបញ្ចូលមកបាទយើងចុចប៊ូតុងកែមកយើងអាចចូលសិភៅចូលអញ្ចឹងមកហើយចំពោះសិភៅចេញហើយនឹងសិភៅសនេះគឺវានឹងកាត់អូតូណានៅពេលដែលសិស្សខ្ចីទៅគឺដកដល់ស្វ័យប្រវត្តិបាទអញ្ចឹងចូលមកណាហើយនេះដូចគ្នាណាពេលដែលយើងសល់ហើយសិភៅខូចប្រហែលគឺបញ្ចូលមកអាចទាញជារបាយការណ៍បានបាទមួយទៀតតទៅនឹងការខ្ចីសិភៅនេះអញ្ចឹងអានេះគឺឲ្យគ្រូទុកថ្នាក់បាទអញ្ចឹងគ្រូណាគាត់ចូលទៅបាទអញ្ចឹងខ្ចីប្រហែលនៅពេលដែលគាត់ធីកទៅគឺវានឹងដកហ្នឹងសិភៅសល់ប្រហែលហ្នឹងគឺវានឹងមានចងឬស្រេចហើយចឹងនៅពេលដែលគាត់ធីកទៅគឺវាដកសភៅណាបាទហើយនៅពេលដែលដើមឆ្នាំមកគឺយើងអាចសងសភៅវិញណានេះចឹងសភៅដែលបានខ្ចីហ្នឹងខ្ចីប្រហែលយើងសងប្រហែលក៏បានចឹងយើងបាទដាក់ជោគនេះមកចឹង1000វានឹងចាប់ឧមាឥឡូវខ្ចីប៉ុណ្ណឹងឥឡូវយើងសងមកចឹងយើងទៅមើលទៅលើការកូនស្តុកវិញបាទចឹងនេះណាសភៅដែលខ្ចីមិញហ្នឹងចឹងសភៅយើងស្តុកយើងគឺ80ក្បាលណាចឹងយើងចេញមិនគឺ1ក្បាលចឹងយើងសល់79ក្បាលបាទហើយឥឡូវយើងមើលទៅលើការសងវិញបាទចឹងអានេះបាទអញ្ចឹងយើងសង1ក្បាលនេះបាទបាទអញ្ចឹងសងភាសាខ្មែរ1ក្បាលអញ្ចឹងយើងមើលនេះអញ្ចឹងពលសិស្សខ្ចីសរុបបាទបាទនេះភាសាខ្មែរនេះខ្ចីមិញអញ្ចឹង1ក្បាលហើយនេះសងពី1ក្បាលអញ្ចឹងសល់នេះហើយយើងអាចមើលថាសភៅនោះតើប្រើការបានអត់អញ្ចឹងយើងគិតមើលទៅបើសិនជាគ្រូបានហើយយើងមើលតាមហ្នឹងទៅណាហើយយើងអាចទាញជារបាយការណ៍បាទនេះគឺជារបាយការណ៍ជាងគ្រូអាចទាញរបាយការណ៍មកដើម្បីពិនិត្យមើលណាបាទនេះណាបាទអញ្ចឹងនេះគឺរបាយការណ៍វាថាសភៅឆ្នាំភាសាហ្នឹងគឺនៅសល់ប្រហែលអីប្រហែលដែលប្រើការបានប្រហែលបាទហើយនៅពេលដែលក្រសួងបញ្ជូនសភៅមកយើងអាចបញ្ចូលបន្ថែមទៀតណាបាទបាទនេះណាចឹងចេញរបាយការណ៍ស្តុកមកបើខូចប្រមាណអីប្រមាណសល់ប្រមាណហ្នឹងទៅចឹងវានឹងចេញរបាយការណ៍បែបនេះបាទចឹងវាស្រួលសម្រាប់ក្រុមសភៅបាទអញ្ចឹងប្រព័ន្ធគឺមានប៉ុណ្ណឹងបាទសូមអរគុណសូមជម្រាបលា